ទាំងអស់គ្នាថ្ងៃនេះយើងមានវីដេអូមួយអំពីការស៊ុយត្រីហើយឥឡូវនេះខ្ញុំបានរៀបចំឲ្យបានរួចរាល់ហើយបន្ទាប់ពីរៀបចំឲ្យបានរួចរាល់ហើយមើលទេសភាពថាវាស្លាល្អហើយយើងក៏បានជិះម៉ូតូទៅតាមភូមិផ្លូវភូមិដែលខ្ញុំជិះរាល់ថ្ងៃហ្នឹងដើម្បីទៅរកកន្លែងស្ទូចត្រីដែលនៅជិតៗហ្នឹងបន្ទាប់ពីបានជិះម៉ូតូរៀងឆ្ងាយដែរខ្ញុំក៏បានឈប់ទិញអាហារសម្រន់មួយចំនួនដើម្បីទុកញ៉ាំនៅពេលស្ទូចត្រីហើយនេះគឺជាទស្សនវិជ្ជាតាមផ្លូវ60ម៉ែត្រដែលខ្ញុំបានជិះព្រោះថាផ្លូវភូមិនោះគឺទឹកវាឡើងលិចអស់ជាងជាអត់កើតទេមានតែផ្លូវលើទេហើយនេះយើងដល់កន្លែងឆក់ចូលដែលជាកន្លែងដែលយើងទៅមើលកន្លែងស្ទូចត្រីហ្នឹងឯងអូខេមកដល់កន្លែងផ្លូវនេះយើងឃើញថាវាមានទឹកប៉ុន្តែតំបន់ហ្នឹងប្រហែលជាវាអត់មានត្រីទេហើយយើងឃើញថាផ្លូវគឺវាត្រូវបានហូរលុបដោយទឹកប៉ុន្តែខ្ញុំគិតថាអត់អីទេខ្ញុំអាចជិះបានដោយសារខ្ញុំឆ្លងចិត្តផុតហើយហ្នឹងកន្លែងហ្នឹងវាជាល្អិលកង់ប៊ីសចូលទៅហើយប៉ុន្តែសំណាងល្អចាប់យ៉ាងទាន់ឥឡូវយើងតទៅមុខទៀតយើងឃើញថានៅតាមផ្លូវគឺវាមានទឹកលិចស្អាតមែនទែនហើយនៅសងខាងវាមានចំការគេមានអីចឹងណាខ្ញុំឃើញស្អាតពេកចឹងទៅខ្ញុំក៏បានឈប់ថតវីដេអូមួយចឹងទៅទុកដាក់នៅក្នុងវីដេអូហ្នឹងឯងហើយកន្លែងហ្នឹងយើងស្ទូចអត់កើតទេព្រោះអូនពីអ្នកប្រាប់ថាខ្ញុំស្ទូចមួយថ្ងៃបងអត់មានត្រីទេចឹងឮគាត់ប្រាប់ហើយយើងក៏បន្តដំណើរទៅមុខទៀតបន្ទាប់ពីធ្វើដំណើរទៅមុខបានបន្តិចទៀតហ្នឹងយើងក៏បានរកឃើញកន្លែងមួយដែលយើងគិតថាតំណងនឹងមានត្រីហើយនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែបិទនុយហើយនុយដែលយើងប្រើហ្នឹងគឺជានុយកពឹសព្រោះតែម្ដុំនេះវាមានអត្ថិក្រាំងទេអញ្ចឹងវាអាចនឹងចូលចិត្តនុយកពឹសច្រើនបន្ទាប់ពីបានបិទនុយហើយយើងក៏បានសាកល្បងស្ទូចឃើញថាស្ទូចដាក់ភ្លាមគឺវាស៊ីភ្លាមប៉ុន្មានបន្តែស្ទូចយូរទៅគឺវាអត់ជាប់ទេវាអស់តែនុយចឹងហើយយើងក៏សម្រេចចិត្តទៅរកប្រឡងថ្មីទៀតដើម្បីធ្វើការស្ទូចហើយអ្នកទាំងអស់គ្នាអាចមើលបានទស្សនវិជ្ជាប្រទេសស្អាតនេះយើងបានរកឃើញប្រឡងដើម្បីស្ទូចហើយកន្លែងហ្នឹងគឺជាកន្លែងយើងស្ទូចបានត្រីហើយកន្លែងនេះហើយគឺជាកន្លែងដែលយើងស្ទូចបានត្រីអត់ធំទេវាទូទេប៉ុន្តែវាគឺជាជោគជ័យមួយដែលយើងជាត្រីដំបូងមួយដែលយើងអាចរកបាននៅកន្លែងប្រឡងហ្នឹងបន្ទាប់ពីស្ទូចបានត្រីហើយគឺយើងមានតែដោះត្រីនឹងឯងហើយត្រីក្រាញ់នេះវាយើងពិបាកដោះបន្តិចដោយសារវាស៊ីជ្រៅហើយនៅជុំវិញខ្លួនវាគឺមានថ្មងស្រួយហើយពេលយើងប៉ះវាប្រាស់ជាងតែយើងដោះអត់ស្រួលទេគឺវាប្រាស់មុតដៃយើងនឹងឯងឥឡូវនេះខ្ញុំបានដោះហើយយើងក៏បានសាកល្បងបន្តទៀតបន្ទាប់ពីស្ទូចពីនៅកន្លែងនោះបានត្រីមួយចំនួនយើងក៏បានដូរទៅកន្លែងថ្មីមួយទៀតហើយកន្លែងថ្មីនោះទេសភាពស្អាតដូចគ្នាវារៀងល្ងាចដែរឥឡូវយើងបានវាមួយទៀតហើយបន្ទាប់ពីស្ទូចអស់រយៈពេលយ៉ាងយូរតាំងពីថ្ងៃមកឥឡូវនេះដល់ពេលល្ងាចខ្ញុំក៏បានឆ្លៀតថតទេសភាពគឺស្អាតមែនទែនហើយបើសិនជាថ្ងៃសាទរនេះសម្បូរអ្នកស្ទូចត្រីណាស់នៅកន្លែងហ្នឹងបន្ទាប់ពីបានចំណាយពេលស្ទូចត្រីស្ទើរតែមួយថ្ងៃឥឡូវនេះព្រះអាទិត្យក៏បានអស់ស្ដង់គត់ដែរហើយក៏ជាពេលបញ្ចប់នៃវីដេអូនៃការស្ទូចត្រីរបស់យើងដែរ